បងប្អូនឈឺចង្កេះចុករយសរសៃតឹងដៃតឹងជើងនោមមកក្តៅពិបាកនោមមកនឹងតេតក់នោមហើយនោមទៀតនោមមិនចេះអស់មិនចេះហើយទី1បងប្អូនរកដើមលេខផ្ទុះចានេះដើមលេខផ្ទុះណាចឹងដើមលេខផ្ទុះនេះបងប្អូនស្គាល់ហើយផ្កាវារៀងស្វាយចានេះខ្ចីណាបងប្អូនវាអត់តាន់ផ្កាតែយកផ្នែកមើមវាយកមកប្រើប្រាស់ជីឱសថចាទី2នោះគឺមានស្លឹកញចាយកតែផ្នែកស្លឹកទេណាមកនេះផ្លែវាទី3គឺមានដើមត្បាល់កិនបងប្អូនរក3មុខនេះបានហើយក៏ច្រាំដាក់ហាលថ្ងៃស្ងួតបន្ទាប់មកយើងយកមកដាក់ដាំទឹកហូបវិធីដាំទឹកហូបយើងយកបរិមាណថ្នាំមួយមុខមួយចិបមកដាក់ដាំទឹកចំនួន2លីត្រចារំងាស់ឲ្យវាចេញជាតិថ្នាំហើយយើងហូបជាប្រចាំដូចទឹកយើងធម្មតាទៅឲ្យតែបងប្អូនព្យាយាមហូបមុខថ្នាំមួយណាគឺមុខថ្នាំមួយហ្នឹងជំងឺទាំងអស់ហ្នឹងគឺវាបានធូរស្បើយហើយគ្រាន់តែបងប្អូនព្យាបាលជាមួយនឹងថ្នាំខ្មែរត្រូវតែចំណាយពេលវេលាក៏ត្រូវតែសុំចិត្តបងប្អូនបន្តិចណាប្រើថ្នាំណាគឺប្រើតែថ្នាំនឹងបានហើយបងប្អូនកុំឲ្យលុកលំគ្នាណាចាអរគុណ